វាអត់មានទេអានេះយើងចែកសម្រួលអានេះសម្រួលអានេះគុណខុសគ្នាគឺយើងប្រាប់ថាយើងចង់សម្រួលតាមបែបនេះប្រហែលសម្រួលបែបនេះបាន1/2អានេះ1/2គ្នាតែបើយើងប្រើទីគុណខ្វែងគឺយើងខ្វែងនឹងបែបនេះអញ្ចឹងវាអត់មាន1/2ទេវាទៅជា4នេះ4ណាខ្វែងគ្នាអានេះគុណមកបាន4អានេះគុណមកបាន4គ្នានេះប្រើទីផលគុណខ្វែងបានយើងប្រើទីសម្រួលខុសគ្នាបានកន្លែងនេះ1/3និង2/6អញ្ចឹងយើងនិយាយថាផលគុណហ្នឹងស្មើគ្នាខ្វែងនេះស្មើគ្នាអញ្ចឹងវាស្មើនឹង6/6ហ្នឹងដែរតែបើទៅលោកចាស់សម្រួលវិញបើទៅសម្រួលយកផលគុណខ្វែងយើងសម្រួលតាមទៅ1 3លើកឡើងអញ្ចឹងយើងយកមកយើងយក2/6ហ្នឹងចែកណាចែកនឹងមកណាលេខគូលេខចំនួនគូចែកឲ្យ2ចឹងចែក2បាននេះចែក2បាន3នេះស្មើអានេះ2ចែក2បាន1នេះ6ចែក2បាន3គ្នាអានេះយើងសម្រួលតែលក្ខណៈគេឲ្យយើងសង្កត់គឺរបៀបមើលផលតាមផលគុណខ្វែងបើមិនជាប្រភេទទីនេះផលទី2ស្មើគ្នាយើងមើលតាមផលគុណខ្វែងបើផលគុណខ្វែងស្មើគ្នានឹងបានថាផលទី2ស្មើគ្នាទៅដល់នេះអត់ស្មើគ្នាទេអញ្ចឹងយើងអាចយកបានទេណាយកបានដែរអានេះមិនមែនផលទី2ស្មើគ្នាទេតែគុណទៅដាក់ស្មើគ្នាហើយដល់លោកចាស់សម្រួលឧបមាថា1/5អានេះ2/6សម្រួលមកដូចគ្នាអត់ឥឡូវ2/6យើងចែកប្រហែលចែក2ណាចែក2អានេះចែក2ដែរអានេះបាន1អានេះបាន3អញ្ចឹងយើងដូចគ្នាណាគេខុសគ្នាដែរអានេះគឺមិនហៅថាផលទីស្មើគ្នា